ទាំងអស់គ្នាដូចដែលអ្នកទាំងអស់គ្នាបានដឹងអញ្ចឹងថាខ្ញុំរវល់ការងារសិល្បៈសឹងតែរាល់ថ្ងៃហ្មងតែដោយសារតែថ្ងៃនេះឆ្លៀតពេលតនេក៏ឆ្លៀតមកពិនិត្យសុខភាពមាត់ធ្មេញហើយណាមួយដល់ពេលដែលលោកគ្រូពេទ្យកាត់ណាត់ល្មមក៏ប៉ុន្តែការជ្រើសរើសបាត់ធ្មេញគឺជារឿងមួយដែលសំខាន់ព្រោះដោយសារតែយើងអត់ដឹងថាគួរតែជ្រើសរើសបាត់ធ្មេញណាដែលមានគុណភាពនិងស្តង់ដារអនាម័យត្រឹមត្រូវទេអ្នកទាំងអស់គ្នាប្រកាសជាចង់ដឹងហើយត្រូវអត់ថាខ្ញុំជ្រើសរើសបាត់ធ្មេញណាដែលខ្ញុំទុកចិត្តហើយមកពិនិត្យនិងព្យាបាលជាប្រចាំអូឥឡូវតែនិយាយផ្លេចប្រាប់ផ្លូវអ្នកទាំងអស់គ្នាបើនិយាយពីទីតាំងវិញគឺងាយស្រួលមែនតើអ្នកទាំងអស់គ្នាជិះមកដល់ឡើងវងមូព្រះនរាយណ៍ក្រុងតាខ្មៅបន្ទាប់មកអ្នកទាំងអស់គ្នាបន្តដំណើរទៅមុខរហូតដល់ស្ពានតាខ្មៅអ្នកទាំងអស់គ្នាចុះពីស្ពានអ្នកទាំងអស់គ្នាបាត់ឆ្វេងហើយអ្នកទាំងអស់គ្នានឹងឃើញផ្សារតាខ្មៅធ្វើដំណើរតាមឡៃមាត់ស្ទឹងកន្លែងញ៉ាំអីហ្នឹងទៅមើលខាងស្ដាំដៃប្រហែលជា500ម៉ែត្រពីស្ពានតាខ្មៅអ្នកទាំងអស់គ្នានឹងឃើញប៉ែតធ្មេញ TK ហើយនិយាយទៅទីតាំងគឺងាយស្រួលរកខ្លាំងមែនតើហ្មងសំខាន់ណាស់អ្នកដែលរស់នៅក្រុងតាខ្មៅគឺអ្នកណាក៏ស្គាល់ប៉ែតធ្មេញ TK ដែរអញ្ចឹងឥឡូវនេះខ្ញុំបានមកដល់ប៉ែតធ្មេញ TK ហើយចង់ដឹងថាខ្ញុំមកទទួលសេវាកម្មអីតោះទៅមើលទាំងអស់គ្នានិយាយទៅអ្នកទាំងអស់គ្នាគ្រាន់តែឈានជើងដើរចូលមកដល់ក្នុង clinic TK ភ្លាមណាគឺមានអារម្មណ៍ថាមានទំនុកចិត្តហើយកក់ក្ដៅមែនតើដោយសារតែបុគ្គលិករបស់ពួកគាត់មានភាពរុះរាយរាក់ទាក់ហើយយកចិត្តទុកដាក់មួយយើងមែនតើហ្មងហើយបើនិយាយពីការរចនានៅក្នុង clinic វិញណាគឺខ្ញុំឲ្យ10លើ10ហ្មងចឹងឥឡូវនេះខ្ញុំបានឡើងមកដល់ខាងលើហើយដោយតែអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងថានៅក្នុងមន្ទីរពេទ្យ TK គឺបំពាក់ទៅដោយឧបករណ៍ទំនើបមែនតើអញ្ចឹងចង់ដឹងថាខ្ញុំនឹងមកទទួលសេវាកម្មអីតោះទៅមើលទាំងអស់គ្នាចឹងឥឡូវខ្ញុំបានទទួលសេវាកម្មហើយអ្នកទាំងអស់គ្នាអញ្ចឹងគឺងាយស្រួលមែនតើអ្នកទាំងអស់គ្នាគ្រាន់តែអ្នកទាំងអស់គ្នាដើរមកដល់ក្នុងប៉ែតធ្មេញ TK ភ្លាមអ្នកទាំងអស់គ្នាអាចពិភាក្សាជាមួយនឹងគ្រូពេទ្យដែលមានជំនាញហើយពួកគាត់នឹងបញ្យល់អ្នកទាំងអស់គ្នាយ៉ាងក្បោះក្បាយតែម្ដងហើយអ្នកទាំងអស់គ្នាមិនបាច់ភ័យថាខ្លាចឈឺខ្លាចអីទេណាអត់មានការឈឺចាប់សោះហ្មងដូចខ្ញុំអញ្ចឹងទេអញ្ចឹងបន្ទាប់ពីនាងខ្ញុំបានទទួលសេវាកម្មហើយខ្ញុំរត់តែចង់ដឹងទៀតថានៅក្នុងប៉ែតធ្មេញ TK មានសេវាកម្មអីខ្លះហើយលោកគ្រូពេទ្យក៏បានបញ្ចប់ការសិក្សាមកពីស្ថាប័នណាខ្លះអញ្ចឹងទៅជួបជាមួយនឹងគាត់ទាំងអស់គ្នាជំរាបសួរលោកគ្រូបាទជំរាបសួរកញ្ញាថ្ងៃហ្នឹងសប្បាយចិត្តមែនតើដែលបានមកជួបលោកគ្រូផ្ទាល់ក៏ដូចជាបានចែករំលែកនៅការថែរក្សាការពារនិងការព្យាបាលសុខភាពមាត់ធ្មេញមុននឹងឈានចូលទៅដល់សេវាកម្មដែលមាននៅក្នុងប៉ែតធ្មេញ TK តើលោកគ្រូអាចជួយណែនាំឈ្មោះក៏ដូចជាបទពិសោធន៍និងជំនាញហើយបញ្ចប់ការសិក្សាមកពីស្ថាប័នណាខ្លះបានទេជំរាបសួរខ្ញុំបាទតនបណ្ឌិតរ៉េភិរមមានជំនាញផ្នែកពុតធ្មេញនិងជាសហស្ថាបនិកនៃមន្ទីរពេទ្យធ្មេញ TK សម្រាប់ការសិក្សាក្នុងឆ្នាំ2016ខ្ញុំបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនិងឆ្នាំ2017ខ្ញុំបានប្រឡងចូលក្របខ័ណ្ឌរដ្ឋក្រសួងសុខាភិបាលហើយបានបន្តការសិក្សានៅឆ្នាំ2019នៃជំនាញផ្នែកពុតធ្មេញនិងមានឆ្នាំបន្តទៀតខ្ញុំបានបន្តទៅសិក្សានៅប្រទេសថៃនិងប្រទេសសិង្ហបុរីផងដែរអូអញ្ចឹងបានច្រើនឆ្នាំមែនតើហើយបានសិក្សាច្រើនប្រទេសទៀតអញ្ចឹងខ្ញុំចង់ដឹងថាពាក់ព័ន្ធជាមួយនឹងសេវាកម្មដែលមាននៅក្នុងប៉ែតធ្មេញ TK តើនៅក្នុងប៉ែតធ្មេញ TK មានសេវាកម្មអីគេខ្លះលោកគ្រូសម្រាប់ប៉ែតធ្មេញ TK របស់យើងខ្ញុំសេវាកម្មសម្រាប់ប៉ែតធ្មេញ TK មានដូចជាការពុតតម្រង់ធ្មេញការដាំបង្គោលក្នុងឆ្អឹងការកែសម្ផស្សមាត់ធ្មេញតាមរយៈការបិទសន្លឹកធ្មេញវណ្ឌានិងការដាក់ធ្មេញការពិនិត្យនិងព្យាបាលមាត់ធ្មេញគ្រប់ប្រភេទអូនិយាយទៅសេវាកម្មគឺមានគ្រប់ទាំងអស់ជាពិសេសលោកគ្រូប៉ែតគឺបានបញ្ចប់ការសិក្សាមកពីស្ថាប័នច្រើនមែនតើអញ្ចឹងសម្រាប់បងដែលគាត់កំពុងតែមានបញ្ហាសុខភាពមាត់ធ្មេញកំពុងតែស្វែងរកកន្លែងឆែកធ្មេញដែលមានគុណភាពល្អមានស្តង់ដារខ្ពស់និងទាន់បណ្ឌិតដែលមានជំនាញច្បាស់លាស់
នឹងបញ្ចប់ការសិក្សាមកពីស្ថាប័នច្រើនបងអាចអញ្ជើញមកពេទ្យថ្មី TK បានជាពិសេសអ្នកដែលកំពុងតែរស់នៅក្នុងក្រុងតាខ្មៅនេះផ្ទាល់តែម្ដងកំពុងតែមានបញ្ហាសុខភាពមាត់ធ្មេញបងទាំងអស់គ្នាអាចអញ្ជើញមកពេទ្យថ្មី TK បានជាចុងក្រោយតើលោកគ្រូមានពាក្យពេចន៍អីចង់ណែនាំទៅកាន់ទស្សនិកជនរបស់យើងដែលកំពុងតែមើលវីដេអូនេះតិចទេបាទអរគុណកញ្ញារស្មីខ្ញុំបាទជាតនបណ្ឌិតម្នាក់នៅប្រចាំនៅពេទ្យថ្មី TK ខ្ញុំបាទសូមអរគុណដល់អតិថិជនចាស់ដែលគ្រប់គ្រងសេវាកម្មពេទ្យថ្មី TK របស់យើងខ្ញុំកន្លងមកខ្ញុំបាទក៏ចង់ណែនាំថាមន្ទីរពេទ្យថ្មី TK របស់យើងគឺមានឧបករណ៍ទំនើបនិងជំនាញច្បាស់លាស់សម្រាប់ពិនិត្យសុខភាពមាត់ធ្មេញរបស់លោកអ្នកសម្រាប់អតិថិជនថ្មីអាចអញ្ជើញមកពិនិត្យសុខភាពមាត់ធ្មេញបានដោយយើងខ្ញុំនឹងបម្រើការសេវាកម្មយ៉ាងល្អដល់អតិថិជនចាអញ្ចឹងដោយលោកគ្រូបាននិយាយអញ្ចឹងអ្នកដែលនៅក្នុងក្រុងតាខ្មៅស្រាប់មិនបាច់ចាំទៅពេញនាំទៅហត់ទៀតទេអ្នកទាំងអស់គ្នាអាចអញ្ជើញមកពេទ្យថ្មី TK ដែលស្ថិតនៅក្នុងក្រុងតាខ្មៅហ្មងនិយាយទៅគឺងាយស្រួលហៅមែនតើអញ្ចឹងបើសិនជាចង់បានសុខភាពមាត់ធ្មេញល្អអនាម័យត្រឹមត្រូវបងទាំងអស់គ្នាអាចអញ្ជើញមកពេទ្យថ្មី TK ទាំងអស់គ្នាបានអរគុណ